បើសិនជាមានគោលនយោបាយឲ្យមានតម្លៃស្រូវទាបបំផុតតែ1000រៀលក៏900រៀលក៏កសិករទាំងអស់រស់ដែរអានឹងចំណុចទី1ហើយធ្វើបាននេះខ្ញុំគិតថាធ្វើបានមិនមែនធ្វើអញ្ចឹងហើយអង្គឡើងថ្លៃទេពីព្រោះអង្គឡើងថ្លៃវាមិនមែនសមាជិកភាពតែស្រូវមួយទេដែលជំរុញឲ្យអង្គឡើងថ្លៃយើងត្រូវសិក្សាអំពីទីផ្សារវាត្រូវរួមសំទាំងអស់បានអង្គឡើងថ្លៃហើយអង្គឡើងថ្លៃនៅស្រុកខ្មែរវាមិនមែនដោយសារតែស្រុកខ្មែរទេវាដោយសារថៃដោយសារវៀតណាមនោះធំជាងយើងទៀតប្រសិនបើគេធ្វើជួសជុលភ្លាមអង្គក៏ឡើងថ្លៃដែរទោះបីជាយើងអត់មានគោលនយោបាយតម្លៃស្រូវអបបរមាក៏ដោយខ្ញុំឧទាហរណ៍ជាក់ស្ដែងអានឹងយើងអាចធ្វើបានប្រសិនបើរដ្ឋាភិបាលលុបបំបត្តិកុងត្រូលចចុះខ្ញុំសួរឡាន2នៅមោងរស័យគាត់ដាក់ស្រូវពីមោងរស័យទៅដល់តកែវអង្គរបរិយគាត់ថាមិនតិចជាង20កន្លែងទេដែលកងកម្លាំងហុចដៃចាំយកគាត់ទៅដល់កន្លែងផ្ទេរស្រូវពីឡានទៅដាក់នៅទូកយួននោះគឺមានគោលវៃក្បាលទូកនោះខ្ពស់ទៅទៀតសួរគាត់ប្រាប់ខ្ញុំថាខ្ញុំដើរទិញអញ្ចឹងគឺមិនឲ្យខ្ញុំទិញថ្លៃបើខ្ញុំចំណាយតាមផ្លូវអស់ច្រើនទាំងសាំងផងឡានផងគេហុចដៃយកផងគោលវៃក្បាលទូកទៀតគឺមិនឲ្យខ្ញុំទិញថ្លៃប្រសិនបើលុបបំបត្តិអានឹងចោលខ្ញុំហ៊ានទិញ900 1000ខ្ញុំហ៊ានទិញដល់1200គាត់មានប្រសាសន៍អញ្ចឹង